ពេជ្រសម្បត្តិនឹងត្រូវប្រកួតជាមួយនឹង Mario Alvarez លក្ខណៈកង់ចេញមករៀម5ទឹកពុកម៉ែបងប្អូនយកពេជ្រសម្បត្តិឬក៏យក Mario Alvarez ហើយការប្រកួតនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី14 ឧសភាឆ្នាំ2025នៅឯទីក្រុងកោះពេជ្រម៉ោង 8 យប់តទៅហើយមានផ្សាយជូនទស្សនានៅតាមកញ្ចក់ទូរទស្សន៍ BTV ផងដែរជួបជាមួយខ្ញុំបាទពេជ្រសម្បត្តិកម្មវិធីប្រតិការវប្បធម៌គុណខ្មែរនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ដែលមានទីតាំងនៅទីក្រុងកោះពេជ្រសូមពុកម៉ែបងប្អូនចូលរួមទស្សនាបានច្រើនកកតាដែលជំរុញឲ្យខ្ញុំចាប់បណ្ដាលពីមួយឆ្លាញ់ពីខ្ញុំចូលចិត្តតាំងមិនហើយតាចូលចិត្តមើលបណ្ដាលហើយក៏ទៅឆ្លាញ់មកតែมันអាចថាយើងមុននឹងគិតថាចង់ហាត់តាមដល់មិនតែដោយសារជីវភាពហោដល់ពេលកុំបានសម្រេចចិត្តថាសូមចម្រើនមកតែពេលចាប់អាជីពនេះបណ្ដាលមកគឺមានបញ្ហាច្រើនការបង្ខាត់យើងចូលមកដងបង្ខាត់ខ្លួនយើងទៅសន្យាទ្រាំចាំបានតែពេលខ្លះចង់ឈប់ម្ដងដែរហើយចិត្តរបស់នៅជាជាងថាចំណេះបានព្រោះឯកីឡាមួយនេះខ្លួនឯងនិយាយថាបើយើងខ្លួនទៅដល់ពេលឡើងប្រកួតជួបគេដែលល្អហើយទៅអាចនឹងជឿជួយយើងអាចទៅចាប់អាជីពអ្វីដែលជំរុញឲ្យសម្បត្តិបន្តអាជីពនេះមកដល់សប្តាហ៍ថ្ងៃការបន្តអាជីពបណ្ដាដល់សប្តាហ៍ថ្ងៃគឺទី1ការលើកទឹកចិត្តពីបងប្អូនแฟนตัวយើងចាក់လိုက်ដល់តែគាត់ឃើញការខមមិនចិត្តវិសាលរបស់បងប្អូនយើងមិនចាក់ការបង្ខាត់ហើយនឹងបន្តទៅការប្រកួតថ្ងៃអាពុកនេះគឺខ្ញុំเตรียมខ្លួនមកល្អព្រោះបានបែកទៅចាំតែដល់ខែពុកគឺនឹងឡើងទៅអត់ស្មារតីធ្វើបងប្អូនដែលចូលទៅទស្សនាគាត់សប្បាយចិត្តครับនេះគឺខ្ញុំសម្បត្តិយល់តែអាចប្រាប់មុនបានព្រោះអីជាយុទ្ធសាស្ត្ររបស់កីឡាករដែលត្រូវប្រាប់សមត្ថភាពដៃគូប្រកួតរបស់ខ្ញុំគឺខ្ញុំអត់ទាន់ស្គាល់គាត់ទេតែទោះកីឡាករណាក៏ដោយខ្ញុំខំប្រឹងអត់មានសមត្ថភាពដើម្បីឲ្យបងប្អូនដែលចូលទស្សនាគឺដល់មើលនៅតែបងប្អូនអរគុណបងប្អូនដែលគ្រប់គ្រងតែចាត់ស្ទូទៅហើយបានជួយដល់ពេលនេះសមាជិកហើយនឹងជាកីឡាករមួយខ្ញុំនឹងខំប្រឹងអត់សមត្ថភាពដើម្បីការប្រកួតនៅថ្ងៃនេះហើយជួយបងប្អូនដែលគ្រប់គ្រងនៅតែសម្រាប់ចូលចិត្ត